សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមានភេសជ្ជៈ Dragon មួយកំប៉ុងដើម្បីយកមកចែកជូនធ្វើជាវីដេអូលើកទី3សម្រាប់ខ្ញុំឯងព្រោះអីលើកទី2សម្រាប់ខ្ញុំគឺបានត្រូវតែមួយកំប៉ុងទេដល់ពេលលើកទី3សារនេះខ្ញុំនឹងធ្វើឲ្យត្រូវតែម្ដងព្រោះអីភេសជ្ជៈ Dragon ចេញថ្មីនេះលើគេល្បីថាត្រូវរង្វាន់ច្រើនណាស់អានេះផលិតផលរបស់ខ្មែរយើងទេអានេះវាមានចំណុះវា250 ml ហើយផ្សំជាមួយទឹកផ្លែឈើអាហ្នឹងយើងភេសជ្ជៈ Dragon នេះយើងបុកកវិលបុកចំមកកន្លែងខាងឈ្នោបតចេកក៏បានឬក៏មកចំកន្លែងចំអសនេះក៏បានដែរព្រោះឯភេសជ្ជៈនេះខ្ញុំកោះបានត្រូវមួយកំប៉ុងហើយវាសំខាន់យើងត្រូវមុននឹងទិញយើងត្រូវមើលផុតកំណត់ផងព្រោះឯថ្ងៃទីផុតកំណត់នៅថ្ងៃទីនៅខែ10ឆ្នាំ2027យើងគូតបាតថ្ងៃនេះគឺលេខ14ខ្ញុំសាកកោះមើលតើត្រូវអត់ចាំមើលសិនចប់បដ ாய் បើកម្លាំងបន្តទៀតណែពុកម៉ែបងប្អូនគឺអត់ត្រូវទេបើបងប្អូនបើចង់បានភេសជ្ជៈផ្សេងទៀតអាចជួយតម្លាក់ comment ម្នាក់មួយផងហើយនឹង comment ពាក្យល្អផងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយខ្ញុំសូមជម្រាបជូនបងប្អូនទៅកាន់បងប្អូនដែលចូលចិត្តពិសាភេសជ្ជៈកំប៉ុងនៅថ្ងៃទី1ខែ10ខាងក្រសួងគេប្រកាសបិទរង្វាន់នៅលើកវិលកំប៉ុងទៀតហើយបងប្អូននៅតាមផ្ទះហើយនៅតាមស្រុកស្រែកុំពិសាភេសជ្ជៈផ្អែមច្រើនពេកនាំឲ្យប៉ះពាល់ដល់សុខភាពទេខ្ញុំសារមានតែប៉ុណ្្នឹងទេហើយអធិស្ឋានផងខ្ញុំមិនមែនញ៉ាំច្រើនទេហ្នឹងហើយបងប្អូនបាយបងប្អូន